អ្នកគ្រូមីសុខារីកើតនៅថ្ងៃទី7 ខែមិនិនាឆ្នាំ1957ឪពុកឈ្មោះមាឃមៀងជាគ្រូបង្រៀនបានទទួលអនិច្ចកម្មនៅក្នុងសម័យប៉ុលពតម្ដាយឈ្មោះខឹមពៅកើតនៅក្នុងឃុំស្វាយប៉ាវស្រុកសង្កែខេត្តបាត់ដំបងបច្ចុប្បន្នស្នាក់នៅភូមិអូតាគំ2សង្កាត់ទួលតាឯកក្រុងបាត់ដំបងខេត្តបាត់ដំបងអ្នកគ្រូមេឃសុខារីបានចូលបម្រើការងារក្នុងក្រសួងអប់រំតាំងពីឆ្នាំ1980មកម្លេះគ្រូបង្រៀនរៀងតូចច្រឡឹងវោហារប៉ិនប្រសពនិងមាននៅសិលធម៌គុណធម៌ខ្ពស់រូបនេះបានចូលនិវត្តន៍នៅថ្ងៃទី27 ខែមិនិនាឆ្នាំ2017ដោយទទួលបានឈាមជ័រជាគ្រូបង្រៀនពីលោកឪពុកយុវតីម្នាក់ដែលមានភាពរវីសរវៃមានឆន្ទៈខ្ពស់មានមហិច្ឆតាខ្ពស់មិនល្អមិនឈ្នះមិនមែនជាសុខារីបានណៃសុខារីឲ្យคล้ายទៅជាគ្រូអក្សរសាស្ត្រម្នាក់ខ្ញុំឈ្មោះមេឃសុខារីជាគ្រូអក្សរសាស្ត្រខ្មែរប្រចាំខេត្តបាត់ដំបងប៉ុន្តែឥឡូវនេះคล้ายទៅជាអតីតហើយដោយសារខ្ញុំបានចូលនិវត្តន៍នៅថ្ងៃទី27មីនា2017ហើយខ្ញុំបង្រៀននៅវិទ្យាល័យនេតយ៉ងដែលជាអតីតនៃវិទ្យាល័យដែលខ្ញុំបង្រៀនការដែលខ្ញុំនៅជាគ្រូអក្សរសាស្ត្រណាចាមុននឹងខ្ញុំបង្ហាញពីបទពិសោធន៍នៃការបង្រៀនរបស់ខ្ញុំចង់និយាយអំពីជីវិតគ្រូបង្រៀនខ្ញុំបន្តិចខ្ញុំធ្វើគ្រូបង្រៀនតាំងពីឆ្នាំ1980នៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាយុវតីសុខារីបានចាប់កំណើតឡើងក្នុងនាមជាកូនស្រីដំបូងដែលលោកឪពុកចង់បាននិងស្រឡាញ់បំផុតឈ្មោះមេឃសុខារីគឺជាឈ្មោះដែលលោកឪពុកប្រទានឲ្យលោកឪពុកគឺជាគ្រូបង្រៀនលោកអនិច្ចកម្មក្រោមស្នាដៃកខ្វក់ខុកខើរបស់ប៉ុលពតនាថ្ងៃទី28 ខែមករាឆ្នាំ1978គឺជាពេលវេលាដ៏ខ្មៅងងឹតតែក៏ជាពេលវេលាដែលបានប្រែក្លាយយុវតីមេឃសុខារីឲ្យកាន់តែរឹងមាំតស៊ូដើម្បីគ្រួសារដែលមានសមាជិកច្រើនមានទាំងមនុស្សចាស់ទាំងម្ដាយជាមេម៉ាយនិងប្អូនដែលជាកុមារតូចក្នុងនាមជាយុវតីម្នាក់ដែលបានទទួលនៅគំរូល្អពីលោកឪពុកយុវតីមេឃសុខារីស្រឡាញ់ការសិក្សាស្រឡាញ់និងគោរពអាជីពជាគ្រូបង្រៀនគាត់មានគោលបំណងចង់ក្លាយជាបណ្ឌិតធ្វើការឲ្យក្លាយទៅជាស្ត្រីឆ្នើមក្នុងជួររាជការប៉ុន្តែក្តីស្រមៃនិងអ្វីៗគ្រប់យ៉ាងក្លាយទៅជាអស់សង្ឃឹមព្រោះតែខ្លួនបានធ្លាក់ខ្លួនក្លាយទៅជាទេសករក្នុងសម័យប៉ុលពតយ៉ាងណាមិញឆន្ទៈនៅតែមុតស្រួចដើម្បីជួយទ្រទ្រង់គ្រួសារដែលមានសមាជិករហូតដល់ទៅ13នាក់សុខារីបានខំរៀនជំនាញធ្វើស្រែខំប្រឹងប្រែងគ្រប់កិច្ចការដែលអង្គការដាក់ឲ្យរហូតចូលក្រុមឈានមុខនៃស្ត្រីឆ្នើមចំនួន10នាក់ក្នុងអង្គការឃុំនាសម័យនោះនៅក្នុងថ្ងៃ7 មករាឆ្នាំ1979ស្ត្រីដែលមានរាងតូចស្ដើងសម្បុរសក្បោះបានក្លាយទៅជាបង្គោលនៃគ្រួសារទូលរែករកគ្រប់មធ្យោបាយដើម្បីទទួលបានប្រាក់ចិញ្ចឹមគ្រួសារមានសមាជិករហូតដល់13នាក់នោះនៅចុងឆ្នាំ1979សុខារីបានចូលរៀនច្បាប់គរុកោសល្យក្លាយជាគ្រូបឋមសិក្សានិងទទួលបង្រៀនថ្នាក់ទី1បន្ទាប់មកក៏បានឡើងរហូតដល់បង្រៀនថ្នាក់ទី4នៅឆ្នាំ1982យុវតីនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឡងចូលសិក្សាបន្តសាលាកម្រិតសិក្សាទី2ខិតខំប្រឹងប្រែងរៀនជំនាញឯកទេសអក្សរសាស្ត្រវិធីសាស្ត្រប្រឡងជាប់បានជាគ្រូល្អអក្សរសាស្ត្រខ្មែរប្រចាំខេត្តបាត់ដំបងនិងប្រចាំមជ្ឈមណ្ឌលគរុកោសល្យភូមិភាគបាត់ដំបងបានធ្វើឲ្យរូបគាត់បានក្លាយជាគ្រូបង្រៀនថ្នាក់ទី7សិស្សប្រឡងឌីប្លូមគឺយើងចេញពីអពោតមក7 មករា1979ចុងឆ្នាំ1979ខ្ញុំក៏បានចូលរៀនច្បាប់គរុកោសល្យនៅមជ្ឈមណ្ឌលគរុកោសល្យវិទ្យាការខេត្តបាត់ដំបងហើយក៏បានចេញធ្វើគ្រូដំបូងគឺគ្រូនៅសាលាបឋមសិក្សាដែលចំនួននោះគេហៅថាសាលាកម្រិតសិក្សាទី1ទីរួមខេត្តនៅក្នុងឆ្នាំ1982ខ្ញុំក៏បានប្រឡងចូលធ្វើជាគ្រូបម្រើការនៅសាលាកម្រិតសិក្សាទី2ដែលគេហៅថាគ្រូអនុវិទ្យាល័យតែចំនួននោះ
គេមិនហៅគ្រូអនុវិទ្យាល័យទេគេហៅថាគ្រូកម្រិតសិក្សាទី2ចាកាលនោះគឺខ្ញុំបង្រៀននៅសាលាកម្រិតសិក្សាទី2ចាប់ផ្ដើមដំបូងគឺនៅសាលាពីធ្នូបន្តមកទៀតបានដូរក្នុងឆ្នាំ1982ក៏ដូរទៅនៅមជ្ឈមណ្ឌលកុមារកំព្រាឈ្មោះកាឡាបដែលឥឡូវនេះគឺជាវិទ្យាល័យព្រះមុនីវង្សក្នុងឆ្នាំ1982ខ្ញុំបានប្រឡងធ្វើគ្រូល្អចាប្រចាំខេត្តបាត់ដំបងនៅឆ្នាំ1982ជាគ្រូល្អផ្នែកអក្សរសាស្ត្រខ្មែរប្រចាំខេត្តបាត់ដំបងឆ្នាំ1985ដល់ឆ្នាំ1987អ្នកគ្រូសុខារីបានក្លាយជាអ្នកនិពន្ធសរសេរដៃដែលមានសៀវភៅរឿងសរសេរដៃមាននាមថាវាចាស្មេសៀវភៅរឿងរបស់គាត់នាសម័យនោះមានភាពតាក់តែងដ៏ល្អហើយក៏មានភាពល្បីគួរសមនៅក្នុងតំបន់ក៏ដូចជាផ្សព្វផ្សាយមកទីផ្សារទីក្រុងភ្នំពេញនិងបណ្ដាខេត្តផ្សេងៗផងដែរនៅឆ្នាំ1985អ្នកគ្រូសុខារីបានក្លាយជាគ្រូបង្រៀនសិស្សពូកែអក្សរសាស្ត្រខ្មែរប្រចាំខេត្តសាលាកម្រិតទី2ទីរួមខេត្តដែលមានសិស្សទទួលបានលេខ1លេខ2លេខ3ប្រចាំថ្នាក់ខេត្តនិងចំណាត់ថ្នាក់ថ្នាក់ជាតិមានសិស្សានុសិស្សជាច្រើនដែលបានទទួលមេដាយមាសក្រោមការបណ្ដុះបណ្ដាលនិងបង្ហាត់ដោយផ្ទាល់ពីស្នាដៃអ្នកគ្រូមេឃសុខារីហើយក្រៅពីអាជីពគ្រូបង្រៀនក្នុងឆ្នាំ1985-86ខ្ញុំបាននិពន្ធសៀវភៅជំនាន់នោះគេហៅថាសៀវភៅរឿងសរសេរដៃយើងអត់មានកុំព្យូទ័រយើងអត់មានអីទេគឺយើងសរសេរដៃតែម្ដងសរសេរដៃហើយបានយកសៀវភៅរឿងហ្នឹងទៅលក់ឲ្យអ្នកដែលគេទិញហ្នឹងហើយបានគេជួលមនុស្សឲ្យមកអង្គុយចម្លងសៀវភៅហ្នឹងទៀតណាហើយខ្ញុំមានឈ្មោះគេហៅថាអ្នកនិពន្ធវាចាស្មេខ្ញុំលាក់ឈ្មោះចាឬអ្នកនិពន្ធដួងចិត្តហើយបានបន្តមកទៀតក្នុងឆ្នាំ1985 86 87ខ្ញុំក៏ក្លាយទៅជាបង្រៀនអក្សរសាស្ត្រខ្មែរសម្រាប់សិស្សប្រឡងឌីប្លូមនឹងមានសិស្សខ្ញុំក៏បានប្រឡងជាប់ជាសិស្សបកែសិស្សអីហើយជំនាន់នោះគេរៀនជាប់សិស្សបកែថ្នាក់ជាតិគេមានប្រាក់ខែទៀតតែចង់ឲ្យបងប្អូនជំនាន់ក្រោយបានដឹងថាការនោះគេរៀនយ៉ាងម៉េចនៅក្នុងឆ្នាំ1983ដល់ឆ្នាំ1987អ្នកគ្រូសុខារីបានបង្រៀននៅសាលាកម្រិតទី2ទីរួមខេត្តដែលបច្ចុប្បន្នមានឈ្មោះថាវិទ្យាល័យព្រះមុនីវង្សនៅឆ្នាំ1987ដល់ឆ្នាំ2017អ្នកគ្រូសុខារីបានក្លាយទៅជាគ្រូអក្សរសាស្ត្រខ្មែរដែលមានស្នាដៃឆ្នើមនិងល្បីល្បាញនៅក្នុងខេត្តបាត់ដំបងពេលនោះលោកបានបង្រៀននៅវិទ្យាល័យស្វាយប៉ាវវិទ្យាល័យណេតយ៉ងគាត់បានក្លាយជាប្រធានបច្ចេកទេសបានដឹកនាំកែច្នៃសិស្សពូកែថ្នាក់ខេត្តជាច្រើនឲ្យទទួលបានពានរង្វាន់កិត្តិយសថ្នាក់ខេត្តនិងថ្នាក់ជាតិផងដែរស្នាដៃជាច្រើនសន្ធឹកសន្ធាប់របស់អ្នកគ្រូមេឃសុខារីបានដក់ជាប់ជ្រៅនៅក្នុងក្រអៅបេះដូងសិស្សសានុសិស្សជាច្រើនតាំងពីឆ្នាំ1980រហូតដល់បច្ចុប្បន្នដែលមានសិស្សសានុសិស្សជាច្រើនរបស់អ្នកគ្រូសុខារីបានឧទ្ទិសនាមលោកហៅថាជាអ្នកម្ដាយទី2ក្រៅពីសកម្មភាពបង្រៀនសិស្សសានុសិស្សអ្នកគ្រូសុខារីក៏ធ្លាប់បានចូលរួមជាប្រតិភូសិក្សាប្រចាំខេត្តបាត់ដំបងទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនតាមរយៈអង្គការចៃការក៏ដូចជាក្លាយជាសមាជិកសមាគមអ្នកនិពន្ធខ្មែរនៅក្នុងអាណត្តិឯកឧត្តមជ័យចាបរហូតដល់បច្ចុប្បន្ននៅក្នុងឆ្នាំ2005ដល់2012អ្នកគ្រូសុខារីបានសម្រេចបំណងប្រាថ្នាបន្តការសិក្សាយកបរិញ្ញាបត្រអក្សរសាស្ត្រនិងបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់នៅក្នុងឆ្នាំ2008គឺជារឿងដ៏រំភើបក្រៃលែងនៅក្នុងប្រវត្តិនៃការបំពេញការងារនិងលះបង់ដើម្បីសង្គមជាតិអ្នកគ្រូមេឃសុខារីបានទទួលបានមេដាយមាសការងារនិងគ្រឿងអិសរិយយសការងារនៅក្នុងឆ្នាំនោះផងដែរក្នុងឆ្នាំ2008រហូតដល់បច្ចុប្បន្នអ្នកគ្រូសុខារីបានក្លាយទៅជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យខេមរៈសាកលវិទ្យាល័យ CUS សាកលវិទ្យាល័យ Dewey សាកលវិទ្យាល័យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសាខាខេត្តបាត់ដំបងសមិទ្ធផលនៃការបង្រៀនសិស្សពូកែគិតតាំងពីឆ្នាំ1985ដល់ឆ្នាំ2015សិស្សពូកែអក្សរសាស្ត្រខ្មែរថ្នាក់ទី9ប្រចាំខេត្តបាត់ដំបងបានទទួលមេដាយមាសមេដាយសំរឹទ្ធមេដាយថ្នាក់ជាតិជាច្រើនដល់ពេលឆ្នាំ1995-96ដោយសារខ្ញុំមានស្នាដៃល្អក្នុងការបង្រៀនហើយនឹងបានមានគុណសម្បត្តិសម្រាប់មន្ទីរអប់រំតែមន្ទីរអប់រំខេត្តក៏ចាត់តាំងខ្ញុំជាគណៈប្រតិភូប្រចាំខេត្តបានទៅទស្សនកិច្ចនៅប្រទេសជប៉ុនតាមរយៈអង្គការចៃការដល់ឆ្នាំ2005បាត់ដំបងក៏មានសាកលវិទ្យាល័យខ្ញុំក៏ទៅបន្តចំណេះដឹងបានថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរហើយក៏បានរហូតដល់
អនុបណ្ឌិតទៀតហើយខ្ញុំក៏បានចុះប្រឡូកក្នុងការបង្រៀនពេញធឹងមែនតើតែខ្ញុំនៅតែកាន់តួនាទីបង្រៀនសិស្សពូកែអក្សរសាស្ត្រជារៀងរហូតដល់ថ្ងៃដែលខ្ញុំចូលនិវត្តន៍2016ដូច្នេះនេះគឺថាជាប្រវត្តិតមកហ្នឹងក៏សង្ខេបទេហើយនៅពេលដែលខ្ញុំបានប្រឡងបានរៀនចប់បរិញ្ញាបត្រនៅនោះហើយខ្ញុំក៏ចាប់ដើមចូលទៅបង្រៀននៅសាកលវិទ្យាល័យក្នុងខេត្តបាត់ដំបង3 4 5ដែរហើយក៏ចាប់ដើមបង្រៀនថ្នាក់វិទ្យាល័យចាគឺប្រឡងថ្នាក់បាក់ឌុបដែលគេហៅថាថ្នាក់បាក់ឌុបប្រឡងបង្រៀនអក្សរសាស្ត្រខ្មែរនឹងក៏ជាប្រវត្តិការងារទៅទ្រោះណាស់រហូតដល់ខ្ញុំចូលនិវត្តន៍ក៏ខ្ញុំនៅតែបង្រៀននៅគ្រឹះស្ថានឯកជនទៀតទាំងសាលាវិទ្យាល័យទាំងសាកលវិទ្យាល័យនៅថ្ងៃទី27ខែមិនិនាឆ្នាំ2017អ្នកគ្រូមីកសុខារីបានចូលនិវត្តន៍ប៉ុន្តែនៅតែបន្តដំណើរជាគ្រូបង្រៀននៅតាមគ្រឹះស្ថានឯកជនហើយក៏ក្លាយទៅជាគ្រូបង្រៀនតជំនាន់សម្រាប់សិស្សានុសិស្សដែលនៅតែគោរពស្រឡាញ់និងអញ្ជើញអ្នកគ្រូសុខារីក្នុងការបណ្ដុះបណ្ដាលពន្លកយុវវ័យទំពាំងស្នងរុស្សីជំនាន់ក្រោយជាហូរហែផងដែរពាក្យដែលសិស្សានុសិស្សបានហៅអ្នកគ្រូមីកសុខារីថាជាអ្នកម្ដាយទី2គឺជាពាក្យដែលផុសចេញពីក្រអៅបេះដូងអារម្មណ៍រំភើបរីករាយដោយទទួលបានការអប់រំណែនាំបណ្ដុះបណ្ដាលពីអ្នកគ្រូសុខារីដែលជាគ្រូម្នាក់ដែលលះបង់កម្លាំងពេលវេលាកាយចិត្តបង្រៀនសិស្សានុសិស្សឲ្យទទួលយកបាននូវចំណេះដឹងចេញពីក្រអៅបេះដូងរបស់គាត់ដល់នៅភាពកក់ក្ដៅដល់ទាំងចំណេះដល់ទាំងការអប់រំដល់សិស្សានុសិស្សគ្រប់រូបឲ្យមានតម្លៃស្មើគ្នានៅក្នុងក្រអៅបេះដូងនិងកែវភ្នែករបស់ពួកគាត់ក្រោយពីខ្ញុំឆ្លងកាត់អស់រយៈកាល46ឆ្នាំនៃការធ្វើគ្រូបង្រៀនអក្សរសាស្ត្រខ្មែរបទពិសោធន៍របស់ខ្ញុំយល់ថាការបង្រៀនល្អកត្តាទី1គឺមនសិការគ្រូបង្រៀនបើគ្មានបេះដូងជាអាជីពគ្រូបង្រៀនទេគឺមិនងាយនឹងអាចទទួលបានជោគជ័យនៅក្នុងការសិក្សាទេអញ្ចឹងការបង្រៀនរបស់យើងនេះគឺយកបេះដូងទៅបង្រៀនខ្ញុំបង្រៀនសិស្សតែងទុកសិស្សជាសម័យដើមសិស្សខ្ញុំអាយុសិតត20 25មកចូលបង្រៀនឆ្នាំ80ហ៎ចាអញ្ចឹងសិស្សខ្ញុំទុកដូចជាប្អូនប្រុសខ្ញុំក្រោយមកទៀតគាត់ទុកដូចគាត់ចាប់ដើមក្មេងទុកជាក្មួយឥឡូវទុកគាត់ជាកូនឥឡូវទុកជាចៅហើយព្រោះឥឡូវនេះខ្ញុំបង្រៀនកូនរបស់កូនសិស្សខ្ញុំបន្តទៀតហើយខ្ញុំបង្រៀននេះគឺខ្ញុំបង្រៀនតាំងពីបឋមខ្ញុំដើរមួយជំហានណាឆ្លងពីបឋមរហូតមកដល់អនុវិទ្យាល័យរហូតមកឆ្លងដល់វិទ្យាល័យហើយរហូតមកដល់សាកលវិទ្យាល័យចឹងខ្ញុំបង្រៀនតាំងពីថ្នាក់ទាបរហូតចន់ម្ដងមួយជំហានតូចមួយជំហានទៀតរហូតដល់ខ្ពស់បាទចឹងបទពិសោធន៍នៃការបង្រៀនរបស់យើងគឺយើងត្រូវតែខ្ពស់ជាងសិស្ស10 ដងចាចំណេះដឹងរបស់យើងសួរចំណេះដឹងហ្នឹងយើងបានពីណាមកព្រោះការទៅរៀននៅសាលាដូចជាមិនបានរៀនអស់ហ្នឹងទេចឹងចំណេះដឹងទៅនោះគឺខ្ញុំត្រូវតែរៀនបន្តទៀតនេះបទពិសោធន៍ដែលខ្ញុំទទួលបានចំពោះខ្លួនខ្ញុំចឹងខ្ញុំត្រូវតែរៀនទៀតខ្ញុំរៀនតាមរយៈសៀវភៅខ្ញុំរៀនតាមរយៈឯកសារប្រវត្តិសាស្ត្រឯកសារអីព្រោះមុខវិជ្ជាភាសាខ្មែរត្រូវតាក់ទងទៅនឹងនយោបាយនៃសង្គមតាក់ទងទៅនឹងសិលធម៌នៃការរស់នៅតាក់ទងទៅនឹងប្រវត្តិសាស្ត្រតាក់ទងនឹងភូមិសាស្ត្រតាក់ទងនឹងច្បាប់វាតាក់ទងទាំងអស់នៅក្នុងសង្គមបានអាចក្លាយទៅជាគ្រូអក្សរសាស្ត្រខ្មែរមួយរូបបានយើងវិភាគទៅលើអត្ថន័យអត្ថរូបនិងអត្ថរសរបស់អក្សរសាស្ត្រដែលយើងទៅរៀននៅក្នុងបច្ចុប្បន្ននេះចិនជីវិតបងអូស្រន់មិនល្អមួយដួងចិត្តបងសាំ